អូខេជំរាបសួរបងប្អូនអរគ្នាសាយថ្មីម្ដងទៀតគណៈពេលនេះបងប្អូនកំពុងតាមទស្សនាវីដេអូដែលធ្វើការផ្សាយចេញពី All Store Cambodia ចឹងសម្រាប់បងប្អូនដែលគាត់មានសំណួរតាក់ទងជាមួយនឹងការ download នៅកម្មវិធីក៏ដូចជា game ចេញពី Windows នេះវីដេអូនេះខ្ញុំធ្វើជូនបងប្អូនដែលជាអតិថិជនដែលគាត់ទិញយកទៅហើយអត់ទាន់ជាប្រើប្រាស់ក៏ដូចជាជូនដល់បងប្អូនផ្សេងទៀតដែលគាត់ចេះប្រើ Windows ហើយក៏ប៉ុន្តែនៅស្ទាក់ស្ទើរនៅត្រង់ចំណុច download បាទអញ្ចឹងតាក់ទងនឹងការ download កម្មវិធីនៅក្នុង Windows នេះគឺនេះបងប្អូនស្លឹងមើលម្ដុំក្រោមនេះមកឃើញគេដាក់ Microsoft Store បើសិនជាអត់ឃើញប៊ូតុង Microsoft Store នៅក្រោមនេះទេមកកន្លែង search នេះក៏បានដែរបងប្អូនវាយពាក្យថា Store មកវាចេញបងប្អូននេះវាយតែពាក្យ Store មកវាចេញ Microsoft Store អញ្ចឹងបងប្អូនជួយ open មកអូខេអញ្ចឹងនៅពេលដែលបងប្អូន open ហើយបងប្អូនរងចាំមួយផ្លែតបាទខ្ញុំភ្លេចធ្វើការ connect Wi-Fi បាទសូម connect Wi-Fi មួយសិនអូខេរៀបរាល់ហើយចឹង refresh ទៅ page មួយអូខេវាបើកភាសាថ្មីអញ្ចឹងនៅពេលដែលបងប្អូនបើក Store គឺវានឹងចេញសកម្មភាពបែបនេះហើយការ download នៅកម្មវិធីក៏ដូចជា game គឺពុំទាមទារនៅ Hotmail ឬក៏ Outlook ទេនឹងភាគច្រើនណាប៉ុន្តែមួយចំនួនទៀតក៏វាទាមទារដែរសម្រាប់បងប្អូនដែលអត់ទាន់មាន Microsoft Store សូមទៅមើលវីដេអូនៃការបង្កើត account Hotmail បាទនៅវីដេអូផ្សេងទៀតអញ្ចឹងណាចឹងឥឡូវខ្ញុំធ្វើការឧទាហរណ៍ជូនបងប្អូនអរគ្នាអញ្ចឹងឥឡូវខ្ញុំធ្វើការឧទាហរណ៍ទៅលើ game ទៅចុះបាទដោយសារតែកម្មវិធីយើងដឹងហើយមានដូចជា Facebook ដូចអីយ៉ាងឥឡូវខ្ញុំសាក Facebook ឲ្យបងប្អូនមើលមួយចុះក៏បានដែរអូខេអញ្ចឹងខ្ញុំស download កម្មវិធី Facebook ឲ្យបងប្អូនអរគ្នាបាទអញ្ចឹងនៅក្នុង Microsoft Store ហ្នឹងបងប្អូនអាចធ្វើការ download កម្មវិធីដោយពុំទាមទារនៅ ID ទេឬក៏ហៅថា Hotmail ឬក៏ Outlook ហ្នឹងអញ្ចឹងនេះគ្រាន់តែចុចទៅលើពាក្យ get ហ្នឹងមកគឺវាធ្វើការ download ទេតែតួយ៉ាងដោយកម្មវិធីមួយចំនួនទៀតដូចជា Telegram បាទគឺឃើញថាមានទាបាទអញ្ចឹងប៉ុន្តែវាមិនច្រើនទេបងប្អូនបាទដូច Telegram អញ្ចឹងបងប្អូនចុច download ទៅវានឹងធ្វើការទាយកនៅ ID បាទនៅពេលដែលយើងចុច get ចេះនេះវា load ឲ្យយើង sign in នៅ account Hotmail ឬក៏ Outlook ហ្នឹងឯងបាទអញ្ចឹងយើងអត់ធ្វើការ sign in ទេហើយបើបងប្អូនចង់ sign in អាចទៅមើលវីដេអូនៃការបង្កើតនៅ account នេះបានបាទអូខេអញ្ចឹងដូចជា game ជាដើមបងប្អូនអត់បាក់ទេដូចជាឥឡូវយើងស្គាល់ឈ្មោះដូចជាយើងលេង game អីដូចខ្ញុំត្រឡប់លេង Candy Crush បងប្អូនបាទនេះ Candy Crush គឺ game បងប្អូនអញ្ចឹងគឺចូលមកចុច download យកតែម្ដងបាទចុចពាក្យ get ហ្នឹងមកបងប្អូនបាទចុចពាក្យ get ហ្នឹងមកគឺវានឹង download មកហើយអញ្ចឹងកម្មវិធីណាក៏ដោយ game ណាក៏ដោយដែលវា free ក៏ប៉ុន្តែនៅពេលដែលយើងចុច download ទៅវាអត់មាន load ផ្ទាំងអីឲ្យយើង sign in គឺមានន័យថាវាអត់ទាអីទេដោយឡែកតាកម្មវិធីឬក៏ game ណាដែលចុចទៅវាធ្វើការload pop up នៅផ្ទាំង sign in អាហ្នឹងគឺវាទាមទារ Hotmail ឬក៏ Outlook account បងប្អូនហ្នឹងអញ្ចឹងជាម្ដងទៀតបើអត់ចេះទេគឺសូមទៅមើលវីដេអូមួយទៀតតែតាក់ទងជាមួយនឹងការតម្លើងបាទអញ្ចឹងដូចជា TikTok ដូចជាមានអត់ទេបងប្អូនចង់ភ្លេចដែរព្រោះមួយរយៈនេះខ្ញុំប្រើតែពួក Mac ទេអត់សូវបានមកអត់ជាមួយនឹង Windows ទេអញ្ចឹងអត់ដឹងគេអាប់ដេតដល់ណាទេបាទអញ្ចឹងមានទាំងអស់នេះ TikTok បងប្អូន download មកបាទសម្រាប់យើងមើលចូលទៅ website អញ្ចឹងណាតែជាទូទៅយើងមិនបាច់ចូលតាមហ្នឹងក៏បានយើងចូលតាម website ក៏បានដែរចូលទៅ tiktok.com ទៅInstagram ក៏មានដែរមាន X មាន Straight អីបងប្អូនចង់ប្រើអីក៏បានដែរសេចក្ដីណាហើយខ្ញុំ download ឲ្យបងប្អូនមើលទេអូខេជាទូទៅខ្ញុំប្រើទៅលើទូរស័ព្ទមិនដែលសូវប្រើលើ computer ទេ app មួយចំនួនបាទ Twitter អីហ្នឹងហើយ game បងប្អូនចង់បាន game នេះចុចទៅលើពាក្យ gaming ហ្នឹងទៅអញ្ចឹងវា load ទៅ game ឯងបងប្អូនអញ្ចឹងបងប្អូនសេរីមើលទៅឬក៏បើសិនស្គាល់ឈ្មោះមកកន្លែង search វាយទៅក៏បានដែរបាទ load មកនេះអញ្ចឹងបើបងប្អូនចង់បាន free នេះវា load free អញ្ចឹងដូច Roblox អីបាទណា free បងប្អូនចុច download ទៅមកកណ្ដោបងប្អូនចាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលសួរសំណួរមួយនេះហើយអរគុណបងប្អូនដែលតាមដានទេសនាជួបនៅវីដេអូក្រោយទៀតពីខ្ញុំបាទតារា Finance សម្រាប់បងប្អូនដែលមានបំណងចង់ទិញ MacBook មួយទឹក
គឺអាចតាក់ទងមកកាន់ All Store Cambodia បានអរគុណ